បញ្ហាលុយកាក់ដែលបងប្អូនជួបប្រទះរាល់ថ្ងៃមិនមែនជាបញ្ហាដែលបងប្អូនរកលុយទេគឺបញ្ហាបងប្អូនចាយលុយអញ្ចឹងរបៀបចាយលុយបងប្អូនអ្នកខ្លះក៏រកបាន500ប៉ុន្តែគាត់ចេះសន្សំគាត់សល់លុយអ្នកខ្លះទៀតរកបានតែ$2000ប៉ុន្តែប្រាក់ខែរបស់គាត់ចាយគ្រប់ទេនៅមានបំណុលនៅមានអីទៀតអញ្ចឹងបងប្អូនបញ្ហានឹងដោយសារយើងរកបានតិចឬក៏យ៉ាងម៉េចមិនមែនទេបញ្ហានឹងដោយសារយើងគ្រប់គ្រងការចំណាយរបស់យើងអញ្ចឹងយើងសួរខ្លួនយើងថាតើយើងគ្រប់គ្រងលុយឬក៏លុយគ្រប់គ្រងយើងជាទូទៅលុយអត់អាក្រក់ទេបងប្អូនដោយសារលុយនឹងយើងមានរបៀបរបបក្នុងការប្រើប្រាស់លុយវាធ្វើឲ្យជីវិតយើងល្អប្រសើរប៉ុន្តែបើសិនជាយើងមិនចេះគ្រប់គ្រងលុយទេវាធ្វើឲ្យយើងមានបញ្ហាគ្រប់គ្រងលុយយ៉ាងម៉េចគឺបញ្ហាមួយចំនួនបងប្អូនគិតថាលុយវាអត់គ្រប់គ្រាន់វាពិបាកដោយសារលុយមិនគ្រប់គ្រាន់វាពិបាកក្នុងការចាយវាយតាមពិតធាតុពិតគឺអត់អញ្ចឹងទេធាតុពិតគឺមកពីបញ្ហានៃការមិនចេះគ្រប់គ្រងលុយអញ្ចឹងបងប្អូនខ្ញុំនឹងលើក5ចំណុចអំពីការគ្រប់គ្រងលុយបាទចំណុចទី1គឺពាក់ព័ន្ធនឹងការចំណាយបងប្អូនអញ្ចឹងការចំណាយបងប្អូនអត់ដឹងថាតើចំណាយទៅលើអ្វីរកបានប្រមាណចំណាយអស់ប្រមាណអញ្ចឹងបងប្អូនអត់ចេះបែងចែកការចំណាយទេចំណាយដូចជាសម្ភារៈថ្មីដូចជាទិញខោអាវថ្មីទូរស័ព្ទថ្មីញ៉ាំអាហារថ្លៃដើរលេងចុងសប្តាហ៍អីចឹងទៅហើយចុងខែគឺអស់លុយរលិញអញ្ចឹងបងប្អូនត្រូវគិតថារាល់ថ្ងៃយើងមានកំណត់ត្រាចំណូលកំណត់ត្រាចំណាយរបស់យើងការបែងចែកលុយមុនសិនហើយអ្វីដែលយើងត្រូវធ្វើថារបស់ដែលយើងចង់បានឬក៏មិនចង់បានអញ្ចឹងបងប្អូនអ្នកគ្រប់គ្រងលុយមិនមែនយើងជាមានបញ្ហាតែយើងត្រូវសួរយើងថាយើងមានលុយប្រមាណហើយថាតើយើងគួរចំណាយបែបម៉េចយើងរកបានប្រមាណយើងចំណាយបែបណាអញ្ចឹងតម្រូវការនិងមិនតម្រូវការបាទអញ្ចឹងចំណុចទី2បាទចូលដល់ចំណុចទី2អញ្ចឹងចំណុចទី2ជាទូទៅយើងត្រូវធ្វើឲ្យលុយនឹងធ្វើការឲ្យយើងយ៉ាងម៉េចអញ្ចឹងលុយធ្វើការឲ្យយើងត្រូវកំណត់ពេលវេលាថាតើយើងធ្វើការប្រចាំខែយើងមានសុវត្ថិភាពហិរញ្ញវត្ថុហើយនៅសេរីភាពហិរញ្ញវត្ថុរបស់យើងចាយគ្រប់គ្រាន់ទេយើងគ្រប់គ្រងលុយបានដែរឬទេយើងបង្កើនចំណូលបានដែរឬក៏អត់ការបង្កើនចំណូលដោយទៅទងជាមួយនឹងបើកអាជីវកម្មតូចចឹងទៅការបង្កើត YouTube Channel បង្កើតរកចំណូលតាម Facebook តាម TikTok អីចឹងទៅឬក៏យើងវិនិយោគទៅលើជំនាញថ្មីអញ្ចឹងជាទូទៅលុយដែលយើងយកមកប្រើកុំចេះតែទុកចោលយើងយកបង្កើតអាជីវកម្មទូចមួយយើងបង្កើតរលុយតាម YouTube ឬក៏យើងរកលុយបន្ថែមដោយបង្កើតជំនាញអាហ្នឹងគេហៅថាបង្កើនចំណូលបន្ថែមបាទចូលដល់ចំណុចទី3អញ្ចឹងចំណុចទី3បងប្អូនយើងគ្រប់គ្រងបំណុលឲ្យបានកាលណាយើងគ្រប់គ្រងបំណុលបានគឺយើងគ្រប់គ្រងលុយបានហើយព្រោះបំណុលទាំងអស់វាមិនសិតតែបំណុលអាក្រក់ទេបងប្អូនយើងសួរខ្លួនយើងថាតើយើងខ្ចីលុយនឹងយកមកដើម្បីបង្កើនចំណូលឬក៏ដើម្បីបំពេញផ្នែកផ្លូវអារម្មណ៍របស់យើងជាទៅការខ្ចីរបស់យើងខ្ចីក្នុងការប្រតិអាជីវកម្មវាអត់ជាបញ្ហាទេខ្ចីដើម្បីរកទិញឧបករណ៍រកទិញរបស់របរដែលរបស់របរឧបករណ៍ហ្នឹងវាធ្វើឲ្យយើងកើនចំណូលក៏នឹងក៏មិនមែនជាបញ្ហាដែរប៉ុន្តែបើសិនជាបំណុលអាក្រក់ខ្ចីនឹងដើម្បីបំពេញទិញភាពប្រណិតទិញរបស់របរទំនើបឬក៏ដើម្បីបង្អួតបង្ហាញអ្នកដទៃអានឹងគឺប្រកាសជាមិនល្អទេហើយមួយទៀតការទិញដោយឲ្យមានផែនការសងបើសិនជាយើងសុវត្ថិភាពហិរញ្ញវត្ថុរបស់យើងមិនអាចសងទូទាត់នឹងបំណុលនឹងបានទេអញ្ចឹងការគ្រប់គ្រងហិរញ្ញវត្ថុរបស់បងប្អូនគឺប្រកាសជាមានបញ្ហាហើយអញ្ចឹងយើងចូលដល់ចំណុចទី4បាទចំណុចទី4វាពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងអារម្មណ៍ជាទូទៅការគ្រប់គ្រងអារម្មណ៍វាមានការលំបាកខ្លាំងបងប្អូនបើគ្រប់គ្រងអារម្មណ៍អត់បានទេគឺគ្រប់គ្រងលុយក៏អត់បានដែរដោយសារអីដោយសារតែការសម្រេចចិត្តហិរញ្ញវត្ថុដ៏អាក្រក់មួយចំនួនហ្នឹងវាកើតឡើងដោយសារអារម្មណ៍យ៉ាងម៉េចឧទាហរណ៍ថាយើងឃើញមិត្តភ័ក្តិទិញម៉ូតូថ្មីយើងក៏ចង់បានទិញម៉ូតូថ្មីដែរនៅពេលដែលគេមានការបញ្ចុះតម្លៃ70% 80%គឺយើងទិញវឹងតែម្ដងហើយដូចជាទូរស័ព្ទដែលយើងមានមួយចំនួនយើងប្រើការបានប៉ុន្តែយើងចង់ទិញទូរស័ព្ទថ្មីអញ្ចឹងមុននឹងចំណាយទិញអារម្មណ៍អស់ទៅនៅយើងសួរខ្លួនយើងថាតើជាទូទៅនឹងអ្នកណាឃើញថាយើងចង់ទិញរបស់ថ្មីយើងទិញដើម្បីអ្វីអញ្ចឹងបងប្អូនប្រហែលជាចម្លើយយើងត្រូវគិតថាការចំណាយដោយសារអារម្មណ៍ការចំណាយដោយសារវាមិនមែនជាតម្រូវការវាធ្វើឲ្យយើងមានបញ្ហាហិរញ្ញវត្ថុគឺការគ្រប់គ្រងអារម្មណ៍មិនបានបងប្អូនក៏គ្រប់គ្រងលុយកាក់អត់បានដែរអានឹងគឺធ្ងន់មែនទែនបងប្អូនបញ្ហានឹងវាតែងតែកើតឡើងមនុស្សគ្រប់វ័យជាទូទៅកាលណាគ្រប់គ្រងអារម្មណ៍អត់បានគ្រប់គ្រងហិរញ្ញវត្ថុប្រកបជាមានបញ្ហាដែរចំណុចទី5បងប្អូនយើងត្រូវចេះបង្កើតទម្លាប់នៃ
ការសន្សំលុយការរកលុយទម្លាប់ហិរញ្ញវត្ថុដែលល្អបង្កើតទម្លាប់នឹងជារឿងមួយដែលប្រពៃដែលបងប្អូនអាចរកលុយបានប៉ុន្តែសល់លុយជីវៀងថាបាន200ចាយអស់បាន300ចាយអស់ដល់ប្រាក់ខែដល់ទៅ5000ក៏ចាយមិនសល់ដែរអញ្ចឹងជាទូទៅតែកាលណាយើងបង្កើតទម្លាប់ហិរញ្ញវត្ថុហើយយើងបាន200ក៏សល់2000ក៏សល់3000ក៏សល់ដែរហើយកន្លែងហ្នឹងខ្ញុំចង់និយាយថារបៀបសន្សំហ្នឹងយើងបង្កើតទម្លាប់យ៉ាងម៉េចយើងបង្កើតទម្លាប់ថាសន្សំមុនចំណាយយើងកត់ត្រាចំណូលចំណាយហើយយើងមានមូលដ្ឋាននៃហិរញ្ញវត្ថុដែលល្អដែលការបង្កើនចំណូលជាជាងបង្កើនការចំណាយឧទាហរណ៍ថាយើងត្រូវគិតថាចំណាយរបស់យើងប៉ុណ្ណាចំណូលរបស់យើងប៉ុណ្ណាយើងត្រូវគិតថាការរកចំណូលត្រូវតែច្រើនជាងការចំណាយអានឹងបងប្អូនបានសល់ការគ្រប់គ្រងលុយបានល្អបើសិនជាបងប្អូនរកចំណូលបានតិចចាយច្រើនប្រកបជាចំណូលរបស់បងប្អូនអត់អាចទប់ជាមួយការចំណាយបានអញ្ចឹងកាលណាកាត់ចំណាយឲ្យបានបងប្អូនប្រកបជាមានបញ្ហាហិរញ្ញវត្ថុហើយអញ្ចឹងជាទូទៅមនុស្សយើងមួយចំនួនច្រើនបានលុយតែមកផ្នែកគឺអត់សូវល្អទេគឺត្រូវតែមានទម្លាប់ថាការសន្សំជាប្រចាំតែធ្វើឲ្យជីវិតរបស់យើងមានហិរញ្ញវត្ថុល្អបាទអញ្ចឹងចូលដល់សេចក្តីបញ្ចប់គឺចង់និយាយថាលុយគឺជាឧបករណ៍ដែលធ្វើឲ្យជីវិតយើងល្អប្រសើរលុយមិនមែនជាម្ចាស់យើងទេប៉ុន្តែលុយគឺជាអ្វីដែលធ្វើឲ្យគុណភាពជីវិតយើងល្អប្រសើរបើសិនជាយើងមានបញ្ហាលុយកាក់នោះជីវិតរបស់យើងនឹងមានបញ្ហាដែរអញ្ចឹងបងប្អូនត្រូវមានបញ្ហាគ្រប់គ្រងហិរញ្ញវត្ថុឲ្យបានល្អមានផែនការគ្រប់គ្រងហិរញ្ញវត្ថុឲ្យបានច្បាស់លាស់ចេះសន្សំចេះវិនិយោគចេះគ្រប់គ្រងអារម្មណ៍នោះបើសិនជាបងប្អូនចេះនឹងហើយលុយនឹងខ្លាយជាម្ចាស់របស់យើងគឺអត់ទេគឺយើងខ្លាយជាម្ចាស់របស់លុយអញ្ចឹងរាល់ការចំណាយទាំងអស់ត្រូវបងប្អូនត្រូវមានរបៀបរបបរាល់ការខ្ចីធនាគារទាំងអស់បងប្អូនត្រូវមានផែនការច្បាស់លាស់គឺថាលុយត្រូវតែជាអ្នកដែលយើងយកមកដើម្បីឲ្យគុណភាពជីវិតរបស់យើងល្អប្រសើរមិនមែនលុយយកមកដើម្បីបំរើអារម្មណ៍របស់យើងចង់បញ្ចប់ការសេចក្តីសុខរបស់យើងនឹងបាត់ទៅអស់ដោយសារអារម្មណ៍របស់យើងនឹងឯងពេលយើងមានបញ្ហាលុយកាក់នោះបញ្ហាលុយកាក់នឹងឯងវានឹងធ្វើឲ្យយើងពិបាកឧទាហរណ៍ថាឥឡូវបងប្អូនមានលុយតិចអញ្ចឹងការមានលុយតិចអត់ជាពាក្យគេឬក៏មានលុយតិចដែលបងប្អូនអត់សូវមានបញ្ហាផ្លូវចិត្តអញ្ចឹងជីវិតបងប្អូនក៏ល្អប្រសើរដែរការមានលុយច្រើនពោពេញដោយបំណុលក៏ជារឿងមួយដែលពិបាកដែរអញ្ចឹងបងប្អូនការខ្លាយទៅជាអ្នកមានវាអត់ផ្ដើមចេញពីថាអ្នកមានតលតរលុយបានច្រើនបានខ្លាយទៅជាអ្នកមានគឺអត់ទេអញ្ចឹងការផ្លូវទៅរកសេចក្តីមានបានគឺកើតឡើងពីការសន្សំពីបន្តិចខ្លួនស៊ូខ្លួនយើងថាតើយើងគ្រប់គ្រងលុយឬក៏យើងលុយគ្រប់គ្រងយើងទៅវិញអញ្ចឹងចម្លើយក្នុងសំណួរនឹងឯងគឺវាកំណត់ទៅលើគុណភាពនៃជីវិតរបស់យើងកំណត់ទៅលើអនាគតហិរញ្ញវត្ថុរបស់យើងថាតើហិរញ្ញវត្ថុរបស់យើងល្អប្រសើរគឺយើងគ្រប់គ្រងលុយបានហិរញ្ញវត្ថុរបស់យើងមិនល្អប្រសើរគឺលុយគ្រប់គ្រងយើងចង់បញ្ចប់ខ្ញុំចង់សង្កត់ធ្ងន់ទៅលើសេរីភាពហិរញ្ញវត្ថុបន្តិចបងប្អូនសេរីភាពហិរញ្ញវត្ថុគឺមិនសម្គាល់ថាយើងមានលុយតិចយើងមានលុយច្រើនទេគឺការចេះគ្រប់គ្រងលុយអញ្ចឹងបងប្អូនយើងដឹងថាស្ថានភាពនៅស្រុកខ្មែរយើងចាស់មួយចំនួននៅចំនួនមុនគាត់រកលុយអត់សូវបានទេប៉ុន្តែហេតុអីបានគាត់អត់ខ្វល់រឿងបំណុលហេតុអីបានគាត់អត់ជាពាក់លុយគេដោយសារអីការចាយវាយរបស់គាត់មានរបៀបរបបច្បាស់លាស់គាត់រកបានតិចប៉ុន្តែគាត់អត់ចំណាយលើមាសទេក៏ប៉ុន្តែដោយសារសម័យឥឡូវគុណភាពហិរញ្ញវត្ថុរបស់យើងល្អជាងមុនប្រសើរជាងមុនរកលុយបានច្រើនជាងមុនប៉ុន្តែជាពាក្យគេក៏ច្រើនជាងមុនដែរដោយសារយើងគ្រប់គ្រងលុយអត់បានល្អយើងគ្រប់គ្រងចំណូលអត់បានល្អដល់ចំណូលរបស់យើងតិចជាងចំណាយយើងមានបញ្ហាលុយកាក់ហើយដោយសារយើងគ្រប់គ្រងអារម្មណ៍អត់បានយើងអត់ដឹងថារបស់ណាដែលគួរទិញរបស់ណាដែលមិនគួរទិញអញ្ចឹងទម្លាប់រៀនតាមចាស់ជំនាន់មុនក៏ល្អប្រសើរដែរគាត់រកបានតិចប៉ុន្តែអត់មានបញ្ហាលុយកាក់ទេដល់ពេលឥឡូវយើងរកបានច្រើនប៉ុន្តែមានបញ្ហាលុយកាក់អញ្ចឹងអ្វីដែលយើងគួររៀនបានគឺចំណូលឲ្យច្រើនជាងចំណាយទើបសេរីភាពហិរញ្ញវត្ថុរបស់យើងបានល្អប្រសើរត្រឹងថាយើងមានតិចយើងរស់ស្រួលយើងមានច្រើនក៏រស់ស្រួលអញ្ចឹងសេរីភាពហិរញ្ញវត្ថុរបស់យើងមិនមែនតតែមានលុយច្រើនបានល្អប្រសើរទេបាទអរគុណច្រើន